លោកតាក៏មកប្តីប្រពន្ធឲ្យជួបជុំគ្នាកូនខ្ញុំហ្នឹងលោកតាជួយផងមើលលោកតាកូនចាំបែកបាក់ដែរចាបែកបាក់គ្នាហ្នឹងសូមលោកតាជួយផងឲ្យហើយមិនបានដឹងថាលោកតាចេះនៅហ្នឹងខ្ញុំដឹងលោកតាចេះគេប្រាប់តមកគ្រប់គ្នាចាហើយបាក់ខ្ញុំមកហ្នឹងមកលោកតាជួយធ្វើប្តីប្រពន្ធកូនខ្ញុំជួបជុំគ្នាព្រោះបែកបាក់គ្នាអញ្ចឹងលោកតាបាទហើយបែកបាក់គ្នាប្រហែលខែអីvậyកូននឹងបែកបាក់គ្នាចង់ចូលមកចិត្តឆ្នាំហ្នឹងអញ្ចឹងហ៎ចាអូហើយកូននិយាយកូនស្រីកូនប្រុសទេកូនហ្នឹងប្រុសកូនប្រុសណាចាអញ្ចឹងប្រមូលកូនភាសាស្រីឲ្យជួបជុំគ្នាហ្នឹងហ្នឹងម្ដាយល្អដែលប្រមូលឲ្យកូនជួបជុំគ្នាវិញឲ្យបានចេះតែរកគ្រូឲ្យប្រមូលឲ្យជួបជុំណាអ្នកខ្លះអីមិនបានប្រមូលអញ្ចឹងទេបាទហើយសរសើរនេះសរសើរយាយឯងដែលប្រមូលប្តីប្រពន្ធកូនឲ្យជួបជុំគ្នាឲ្យបានសុខដុមរមនាហ្នឹងហ្នឹងហើយយាយនៅណាយាយខ្ញុំនៅស្រុកបាក់ខែងហ្នឹងដែរអូនៅបាក់ខែងហ្នឹងហ្នឹងហើយចេះដឹងថាលោកតានេះចេះខាងប្រមូលប្តីប្រពន្ធណាខ្ញុំស្រុកបាក់ខែងហ្នឹងគេប្រាប់ថាលោកតាចេះប្រមូលប្តីប្រពន្ធជួបជុំគ្នាអញ្ចឹងណាបាទខ្ញុំមកលោកតាជួយហ្នឹងបាទហ្នឹងហើយមានបងប្អូនកូនក្មួយស្រីប្រុសទាំងអស់គាត់នៅភូមិផ្ទរបែកលៀបភូមិអីហ្នឹងគៀនឃ្លាំងអីហ្នឹងក្តីចាស់ច្បក់មាសប្រេងចាយហ្នឹងគាត់គេនេះដែរថ្ងៃមុនហ្នឹងគាត់ប្រាប់ឲ្យគេនៅខាងភូមិគាត់ភូមិអីដែលគាត់ធ្លាប់មកប្រមូលហ្នឹងទៅហើយគាត់ចេះប្រាប់បន្តគ្នានិយាយណាហ្នឹងគាត់ចេះពលលោកតាខាងប្រមូលប្តីប្រពន្ធនេះឲ្យជួបជុំគ្នាវិញពលតាបុរាណទេមិនគ្រូសម័យឥឡូវទេសិតតែចាស់បុរាណរៀនចេះតាំងពីឆ្នាំ80មកហ្នឹងហើយចឹងហើយចេះតំណតតាមឪពុកតាមជាតាមកហ្នឹងចេះតែរៀនបន្តគ្នាយើងហ្នឹងហើយអញ្ចឹងនិយាយលើកគ្រឿងនេះមកទៅរកលោកតាហ្នឹងហើយបានសាទទៅមកនេះណាដែលបានមករកលោកតាប្រមូលឲ្យកូនចៅដែលបាក់បែកឲ្យបានជួបជុំគ្នាវិញនេះហ្នឹងហើយឲ្យសមប្រកបនឹងជាមួយលោកតាណាដែលលោកតាធ្វើខ្សែទៅជាមួយនេះឲ្យបានជួបជុំគ្នានិយាយណាហ្នឹងហើយលោកតាជួយអីទេនឹងលោកតាជួយហ្នឹងហើយព្រោះអ្នកខ្លះទៅគាត់សមប្រកបមួយលោកតាអញ្ចឹងបានលឿនណាមួយថ្ងៃពីរថ្ងៃអញ្ចឹងបានជួបជុំគ្នាហើយហ្នឹងហើយហើយអ្នកខ្លះទៀតគាត់រៀងមិនសូវសមប្រកបអីហ្នឹងទៅរៀងយឺតយ៉ាវបន្តិចបន្តួចវាមិនទៅយូរខ្លាំងទេហ្នឹងហើយហើយលោកតាក៏អ្នកខាងភូមិយន់ដាក់ផ្ទះហើយនឹងមើលប្រភូមិដាក់ប្រភូមិដាក់អីហ្នឹងដែរលោកតានៅហ្នឹងវាតែងតែមករកឲ្យស្រោចទឹកស្រោចអីជំងឺអីដែលយើងឈឺធ្វើអីហ្នឹងណាគុណលងាអីហ្នឹងយើងស្រោចទឹកស្រោចអីប្រោះព្រំអីហ្នឹងទៅយើងហ្នឹងហើយបាទអីទេមួយថ្ងៃពីរថ្ងៃចាំនិយាយមកយកខ្សែព្រោះធ្វើអត់ទាន់ទេព្រោះ